ប្រាសាទព្រះវិហារលែងដូចដើមទៀតហើយយោងតាមការវិដំឡៃផ្លូវការរបស់កម្ពុជាដែលទៅចេញផ្សាយនៅថ្ងៃទី12ខែមករាឆ្នាំ2026ទីតាំងពិសិដ្ឋចំនួន142នៅក្នុងបរិវេណប្រាសាទបេតិកភណ្ឌពិភពលោកដែលបណ្តែតខ្លួនលើភ្នំដងរែកត្រូវបានបំផ្លាញដោយគ្រាប់កាំភ្លើងធំនិងគ្រាប់បែកតាមអាកាសដែលយោធាថៃប្រើប្រាស់វាយសង្គ្រប់លើកម្ពុជាចំនួន2លើកផ្ទួនគ្នានៅខែកក្កដានិងខែធ្នូឆ្នាំ2025ការវិដំឡៃរបស់ក្រសួងវប្បធម៌កម្ពុជាបង្ហាញថាស្ថាបត្យកម្មសំខាន់ស្ទើរតែទាំងអស់នៃប្រាសាទព្រះវិហារចាប់ពីគោបុរៈទី1ដល់គោបុរៈទី5រួមទាំងស្ពានហាលតភ្ជាប់ទាំងអស់និងជណ្ដើរបុរាណខាងជើងដែលមានអាយុកាលរាប់សតវត្សមកហើយបានខូចខាតយ៉ាងធ្ងន់ធ្ងរតំបន់ជុំវិញប្រាសាទចំនួន42កន្លែងក៏ខូចខាតយ៉ាងដំណំរួមទាំងវត្តកែវសិក្ខាគិរីស្វារៈនិងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ